មិត្តដ៏ជិតស្និទ្ធគឺទុកឯងជាបងប្អូនពេលឯងពិបាកចិត្ត we never ទុក I know alone ទៅណាយើងទៅទាំងវងមានឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូន2020ខែមករាថ្ងៃទី9ពេលព្រឹកព្រលឹមមិត្តភ័ក្តិយើងមិនទាន់ដឹងខ្លួនមានសំឡេងរលើកទូរស័ព្ទទឹកភ្នែកខ្ញុំហូអាឡូអាមីនេះស្លាប់ហើយពុទ្ធោនេះគឺជាសំឡាញ់ស្រែកសួរមេឃអាណាគឺជាអ្នកបាញ់ស្រែកសួរដីហេតុអីក៏យកមិត្តភ័ក្តិអញមិត្តតែច្រើនថ្ងៃតែអ្នកសម្លាប់នៅក្រៅសំណាញ់យល់ទេធត់ដែរទេបើគេអ្នកបាញ់ហើយយើងអ្នកចាញ់ต้องចាប់មិនបានអ្នកដែលនៅរស់នៅមិនអាចសម្រានរស់នៅមិនអាចសម្រានជាមិត្តដ៏ជិតស្និទ្ធយើងទុកឯងដូចបងប្អូនពេលឯងពិបាកចិត្ត we never ទុកឲ្យនៅ alone តើណាយើងទៅទាំងវងឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូនជាមិត្តដ៏ជិតស្និទ្ធយើងទុកឯងដូចបងប្អូនពេលឯងពិបាកចិត្ត we never ទុកឲ្យនៅ alone តើណាយើងទៅទាំងវងឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូនមិនបានរយៈប៉ុន្មានអាចច្រឹងកចែកឋានឯងចេញទៅភ្លាមមិត្តភ័ក្តិគ្រប់គ្នាទទួលមិនបានឈាមក៏ត្រៀមឲ្យឯងលុយក៏ត្រៀមឲ្យឯងខំសះស្វែងដើម្បីបញ្ជូនឯងទៅវៀតណាមតែជាអកុសលឯងស៊ូមិនបានផុតនៅលើឡានមិត្តភ័ក្តិបងប្អូនទទួលដំណឹងទឹកភ្នែករហាមយើងស្រែកទ្រហោយំលាយមរាជថាដេរឆានអោមិត្តសម្លាញ់ឯងចាក់ចេញពីពួកយើងគ្រប់ប្រានដោយសារតែជំងឺឯងឈឺមិនយូរប៉ុន្មានមកពីទ្វេប្រហែលគ្រាន់តែគ្រុនឈាមឲ្យឯងចែកឋាននៅវេលាចុងក្រោយជុំមុខមកជួយឲ្យអធិដ្ឋានកាលទៅជាតិណាយើងត្រូវធ្វើមិត្តនឹងគ្នាឲ្យបានជាមិត្តឯងតាំងពីតូចធំឡើងឯងនៅតែតូចសំដីឯងពិតជាខូចតែចរិតឯងនេះពិតមិនដូចទីណាមានវត្តមានឯងគ្រប់គ្នាសប្បាយរហូតសំបីតែគ្រួសារអញក៏ស្រឡាញ់ឯងដែរណាអាតូចជាតែអូនលងហេតុអីជីជាមិត្តដ៏ជិតស្និទ្ធយើងទុកឯងដូចបងប្អូនពេលឯងពិបាកចិត្ត we never ទុកឲ្យនៅ alone តើណាយើងទៅទាំងវងឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូនជាមិត្តដ៏ជិតស្និទ្ធយើងទុកឯងដូចបងប្អូនពេលឯងពិបាកចិត្ត we never ទុកឲ្យនៅ alone តើណាយើងទៅទាំងវងឧបសគ្គមិនដែលរំលងចាំជានិច្ចពាក្យថាបងប្អូនជីវិតកើតទាំងឈឺស្លាប់មិត្តភ័ក្តិពីរនាក់ទៅបានមិត្តមួយគេបាញ់សំលាប់ឯមិត្តមួយទៀតឈឺគ្រុនឈាមស្លាប់កំភ្លើងបាញ់ហើយបាញ់ចាំងករណីមិនទាន់ចប់ម្នាក់ទៀតក៏លាចាក់ជីវិតមិត្តសល់តែទឹកបិចលើក្រដាំសម្លាញ់ទាំងពីរសូមឲ្យវិញ្ញាណក្ខន្ធសម្លាញ់ទាំងពីរទៅកាន់សុគតិភពបើមានជាតិក្រោយសូមឲ្យពួកយើងខ្លាចជាមិត្តនឹងគ្នាទៀត You my best friend